សូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំមានរឿងរន្ធត់មួយរឿងទៀតហើយដែលនឹងយកមកនិទានជូនលោកអ្នកស្ដាប់ទុកជាការកម្សាន្តមុននឹងចូលទៅកាន់សាច់រឿងសូមបងប្អូនដែលកំពុងស្ដាប់បើមិនទាន់បានចុច Subscribe Channel YouTube របស់ខ្ញុំទេសូមជួយចុចម្នាក់មួយផងដើម្បីទទួលបានរឿងថ្មីៗនាពេលក្រោយទៀតតោះឥឡូវយើងចូលទៅសាច់រឿងទាំងអស់គ្នានៅជាប់ជើងភ្នំអណ្ដែតដែលស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយមានដីពណ៌ក្រហមល្អិតល្មួតដែលស្រស់ស្អាតនៅពេលថ្ងៃរះប៉ះនៅផ្ទៃដីស្មៅវែងៗដោះរាយប៉ាយពេញព្រៃលាយឡំជាមួយផ្កាក្រហមតូចៗដែលបើកស្លឹកនៅពេលព្រឹកនិងបិទវិញនៅពេលយប់អូរតិចតូចមួយហូរកាត់ចំកណ្ដាលដីធ្វើឲ្យដីនៅសើមជានិច្ចនិងផ្ដល់ជីជាតិដល់ដំណាំពេលព្រឹកអបស្ដាងចុះមកពីលើភ្នំដែលធ្វើឲ្យខ្យល់ត្រជាក់និងមានក្លិនស្រស់នៃស្មៅនិងដីរីឯល្ងាចវិញអាកាសធាតុស្ងប់ស្ងាត់និងងងឹតលាយឡំជាមួយសំឡេងសត្វព្រៃច្រៀងអឹងកងដូចជាសំឡេងខ្លែងឯកនិងសត្វកកេះដែលបន្លឺសំឡេងរំខានដល់ភាពស្ងប់ស្ងាត់នេះបងមុំជាមនុស្សឯករាជ្យក្លាហាននិងស្រឡាញ់ធម្មជាតិគាត់មានអាយុប្រហែល30ឆ្នាំមានសាច់ដុំរឹងមាំពីការធ្វើការនៅចំការនិងមានស្នាមញញឹមដែលបង្ហាញពីភាពរីករាយប៉ុន្តែភ្នែករបស់គាត់ហាក់មានបង្កប់នៅរឿងរ៉ាវដ៏ជ្រាលជ្រៅគាត់ជ្រើសរើសរស់នៅទីនេះឆ្ងាយពីភាពអ៊ូអរនៃទូមដើម្បីស្វែងរកសេរីភាពនិងភាពស្ងប់ស្ងាត់គាត់ដាំដំណាំល្ហុងបឺនិងស្រូវអង្ករនៅលើដីសើមនៅជិតអូផ្ទះរបស់គាត់ជាផ្ទះលំហែតូចមួយធ្វើពីឫស្សីនិងស្លឹកត្នោតដែលគាត់សាងសង់ដោយដៃផ្ទាល់ខ្លួននៅក្នុងផ្ទះមានតែភួយស្ដៅមួយចង្ក្រានដីឥដ្ឋនិងចង្កៀងប្រេងកាត់តូចមួយដែលបំភ្លឺផ្ទះនៅពេលយប់ខ្ញុំចូលចិត្តនៅទីនេះមានតែខ្យល់ទឹកនិងដើមឈើជាមិត្តបងមុំតែងនិយាយបែបនេះពេលអ្នកភូមិសួរពីជីវិតរបស់គាត់មិនខ្វល់ពីការនិយាយដើមឬពេលចុចចាំអារាមថាដីនេះជាដីចង្រៃដែលមានរឿងអាតកំបាំងនិងខ្មោចព្រាយខ្មោចអីមានតែខ្លួនជាខ្មោចនៅទីនេះគាត់តែងសើចនិងឆ្លើយបែបលេងសាថ្ងៃមួយពេលល្ងាចបងមុំអង្គុយនៅលើរានផ្ទះកាន់កែទឹកស្លឹកគ្រៃក្តៅអ៊ុនមួយដែលគាត់បេះពីចំការខាងក្រោយផ្ទះពន្លឺព្រះអាទិត្យជិតលិចបានបញ្ចេញពន្លឺពណ៌ទឹកក្រូចលើផ្ទៃអូធ្វើឲ្យទេសភាពនៅជុំវិញផ្ទះស្រស់ស្អាតខុសពីធម្មតាគាត់ឮសំឡេងជើងមនុស្សដើរកប់គប់កញ្ច្រាក់លើស្មៅពេលសម្លឹងមើលគាត់ឃើញអ៊ុំឆជាអ្នកភូមិចាស់ដែលគាត់ស្គាល់កំពុងដើរកាត់អ៊ុំថ្ងៃនេះអ៊ុំនៅឡើងដែរទេបងមុំស្រែកសួរដោយសំឡេងរីករាយអ៊ុំឆឈប់ដើរងើបមើលឡើងហើយញញឹមដូចជាភ្លឹមផ្លាត់អញ្ចេះទេអ៊ុំដើរទៅហូបបាយក្មួយឯងហូបអីហើយនៅជាងហូបហើយអ៊ុំស្ងោរល្ហុងជាមួយត្រីអាំងឆ្ងាញ់ណាស់បងមុំឆ្លើយដោយលើកដៃធ្វើកាយវិការបង្ហាញពីរសជាតិឆ្ងាញ់អ៊ុំឆសើចខ្សឹកសួលហើយនិយាយថាក្មួយឯងនៅចេះធ្វើម្ហូបអញ្ចឹងអ៊ុំទៅហើយណាគាត់លើកដៃលាចេញទៅហើយបន្តដើរចូលទៅក្នុងភាពងងឹតនាពេលល្ងាចបងមុំសម្លឹងតាមអ៊ុំឆដោយភ្លើងចង្គៀងតូចនៅក្បែរគាត់បែកចេញពន្លឺលឿងស្រទន់គាត់គឺក្នុងចិត្តថាអ្នកភូមិនៅតែល្អប៉ុន្តែពួកគេតែងខ្លាចភាពស្ងប់ស្ងាត់និងឯកោនៅទីនេះបើគេខ្លាចក៏ខ្លាចទៅខ្ញុំសុខសប្បាយហើយគាត់និយាយតិចៗជាមួយខ្លួនឯងមុននឹងចូលផ្ទះរៀបចំគេងថ្ងៃបន្ទាប់បងមុំជិះម៉ូតូទៅទិញប្រេងកាតនៅផ្សារក្នុងភូមិដែលនៅចម្ងាយប្រហែល5គីឡូម៉ែត្រពីផ្ទះគាត់ផ្លូវទៅផ្សារជាផ្លូវដីក្រហមដែលមានគុម្ពោតនិងដើមឈើតូចៗនៅសងខាងពេលត្រឡប់មកវិញពេលល្ងាចមេឃសតុនគាត់ឃើញមនុស្ស 3-4 នាក់ដើរកាត់ពីមុខផ្ទះរបស់គាត់ពួកគេស្លៀកសម្លៀកបំពាក់ធម្មតាប៉ុន្តែមានអ្វីមួយចម្លែកពួកគេដើរយឺតដោយពួកគេមិននិយាយស្ដីអីទេសួស្ដីពួកអ្នកមកពីណាបងមុំបានស្រែកសួរដោយឈប់ម៉ូតូនៅជំហៀងផ្លូវប៉ុន្តែពួកគេមិនឆ្លើយតបហើយបន្តដើរទៅមុខគាត់សម្លឹងមើលហើយសម្គាល់ថាពួកគេហាក់ដូចជាមិនបានឮសំឡេងគាត់ចម្លែកណាស់ឬមួយពួកគេជាជនបរទេសគាត់គិតក្នុងចិត្តហើយបើកម៉ូតូចូលទៅផ្ទះពេលឡើងទៅរៀនផ្ទះគាត់បែរជាឃើញមនុស្សទាំងនោះដើរកាត់ពីមុខផ្ទះគាត់ទៅទិសខាងលិចពួកគេនៅតែស្ងៀមស្ងាត់ហើយហាក់ដូចជាមិនបានសម្លឹងមកគាត់
អីក៏ចម្លៃម្លែកមនុស្សមកក្រុមនេះបងមុំនិយាយតិចតិចដោយចិត្តចាប់បដាភ័យតិចតិចគាត់ចូលផ្ទះបិទទ្វារឫស្សីហើយរៀបចំគេងប៉ុន្តែយប់នោះគាត់គេងមិនសូវលក់សំឡេងខ្យល់បក់ខ្លាំងនៅខាងក្រៅលាយឡំជាមួយសំឡេងសត្វកកែធ្វើឲ្យគាត់មានអារម្មណ៍ថាមានអ្វីមួយកំពុងសម្លឹងមកគាត់លុះមានព្រឹកមួយបងមុំយកសាប៊ូនិងកន្សែងទៅងូតទឹកនៅអូក្បែរផ្ទះទឹកអូត្រជាក់ស្រឹបហើយមានពន្លឺព្រះអាទិត្យឆ្លុះចាំងលើផ្ទៃទឹកព្រិចព្រិចពេលគាត់កំពុងលាងខ្លួនគាត់ឮសំឡេងក្មេងៗសើចលេងគាត់សម្លឹងទៅឃើញក្មេង3-4នាក់ស្លៀកខោក្រហមកំពុងរត់លេងដេញគ្នាក្នុងទឹកពួកគេហាក់ដូចជាសប្បាយរីករាយណាស់ស្រែកហៅគ្នានិងបាចទឹកដាក់គ្នាបែបក្មេងអ្នកស្រុកនឹងហើយបងមុំគិតក្នុងចិត្តហើយញញឹមគាត់បន្តលាងសក់ប៉ុន្តែពេលបិទភ្នែកគាត់ស្រាប់តែស្ងាត់សំឡេងភ្លាមគាត់បើកភ្នែកហើយសម្លឹងជុំវិញក្មេងៗបាត់អស់រលីងគាត់សម្លឹងទៅមើលផ្ទះខ្លួនឯងដែលនៅចម្ងាយប្រហែល10ម៉ែត្រពីអូនៅពីមុខរានផ្ទះគាត់ឃើញមនុស្សប្រុស3នាក់ឈរនៅស្ងៀមពួកគេស្លៀកសម្លៀកបំពាក់ចាស់ចាស់ហើយហាក់ដូចជាមិនមានចលនាអ្វីទេគឺឈរត្រឹងហេតើពួកអ្នកមកពីណាបងមុំស្រែកដែលសំឡេងខ្លាំងៗគាត់រត់ឡើងច្រាំងអូយកកន្សែងរំខ្លួនហើយប្រញាប់ទៅផ្ទះពេលគាត់ទៅបាំងហើយបើកទ្វារមើលទៅខាងក្រៅមនុស្សទាំង3នាក់នោះបាត់ស្រមោលគាត់សម្លឹងជុំវិញប៉ុន្តែមិនឃើញស្នាមជើងឬអ្វីដែលបញ្ជាក់ថាមានមនុស្សឈរនៅទីនោះស្អីឈរនៅទីនេះអំបញ្ញមិញឬមួយខៀមព្រឹកភ្នែកគាត់និយាយតិចតិចដោយដៃនៅតែកាន់ទ្វារឫស្សីគាត់ចូលផ្ទះហើយអង្គុយសម្លឹងទៅខាងក្រៅតាមបង្អួយតូចចិត្តគាត់ចាប់ផ្ដើមមិនស្រួលប៉ុន្តែគាត់ព្យាយាមលួងចិត្តខ្លួនឯងថាប្រហែលជាគាត់គិតចាននៅយប់បន្ទាប់បងមុំភ្ញាក់ពីដំណេកដោយសំឡេងខ្លងខែកពិនពៀតគាត់អង្គុយលើភួយស្ដាប់សំឡេងនៅខាងក្រៅសំឡេងនោះមិនមែនជាសំឡេងខ្យល់ឬសត្វព្រៃធម្មតាទេវាដូចជាសំឡេងជើងមនុស្សជាច្រើនអ្នកដើរយឺតលាយឡំជាមួយសំឡេងស្រែកយំរងូគាត់ក្រោកឡើងយកចង្គៀងប្រេងកាតហើយសម្លឹងមើលតាមប្រហោងទ្វារនៅខាងក្រៅគាត់ឃើញអ្វីមួយដែលធ្វើឲ្យបេះដូងគាត់លោតដុកដាក់ជាខ្លាំងគឺមានក្រុមមនុស្សប្រហែល10នាក់ដើរជាជួរដូចជាកំពុងហាយសពពួកគេកាន់ភ្លើងទៀនតូចៗដែលញាល់ភ្លើងតាមខ្យល់ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ភ័យខ្លាំងជាងនេះគឺថាពួកគេគ្មានក្បាលនោះទេនៅកន្លែងដែលគួរតែជាក្បាលគឺមានតែភាពងងឹតខ្មៅហើយនៅខាងក្រោមខ្លួនរបស់ពួកគេគឺមានក្បាលមួយដែលហាក់ដូចជាកំពុងសម្លឹងមកគាត់អានឹងគឺខ្មោចហើយបងមុំគិតក្នុងចិត្តដោយថយក្រោយពីទ្វារគាត់បាត់ចង្គៀងភ្លាមព្រោះខ្លាចថាពួកវានឹងឃើញគាត់ប៉ុន្តែពន្លឺនៃចង្គៀងនៅតែភ្លឺស្រវាំងគាត់អង្គុយជ្រុបនៅជ្រុងផ្ទះដៃកាន់កាំបិតតូចមួយដែលគាត់ប្រើកាត់បន្លែសំឡេងអ្នកហែសពដើរទៅមុខបន្តិចម្ដងរហូតដល់បាត់អស់ស្ទើរគាត់មិនហ៊ានគេងបន្តទេនៅយប់នោះគាត់ក្រលុំភួយជិតខ្លួនហើយសម្លឹងទៅទ្វារផ្ទះខ្លាចមានអ្វីចូលមកពេលឮសំឡេងមាន់រងាវទើបគាត់ហ៊ានក្រោកហើយបើកទ្វារមើលពុំមានអ្វីនៅខាងក្រៅទេមានតែអបនិងពន្លឺចាំងព្រៃជុំវិញដល់យប់បន្ទាប់ពីបងមុំបានឃើញអ្នកហែសពគ្មានក្បាលគាត់ព្យាយាមបំភ្លេចរឿងចម្លែកទាំងនោះដោយផ្ដោតលើការងារចំការពេលថ្ងៃគាត់បិទលហុងស្រោចទឹកស្រូវនិងកាប់ស្មៅជុំលិនផ្ទះប៉ុន្តែពេលល្ងាចចូលមកដល់ភាពស្ងប់ស្ងាត់នៃព្រៃចាប់ផ្ដើមធ្វើឲ្យគាត់មានអារម្មណ៍ថប់បារម្ភគាត់អង្គុយនៅលើរានផ្ទះកាន់ចង្គៀងប្រេងកាតទូចមួយដែលបញ្ចេញពន្លឺលឿងស្រទន់បំភ្លឺស្មៅវែងៗនៅខាងក្រៅស្រាប់តែគាត់ឮសំឡេងគូសទ្វារទុកសំឡេងនោះស្រាលដូចជាមានមនុស្សស្ត្រីម្នាក់បន្ទាប់មកគាត់ឮសំឡេងហៅថាម្ចាស់ផ្ទះមាននរណានៅទេសំឡេងនោះទន់ភ្លន់ប៉ុន្តែមានអ្វីមួយចម្លែកដែលធ្វើឲ្យបេះដូងគាត់លូតញាប់នរណាហៅខ្ញុំបងមុំស្រែកឆ្លើយពីក្នុងផ្ទះដោយចិត្តភ័យតិចគាត់ក្រោកឡើងយកកាំបិតតូចមួយដែលគាត់ប្រើកាត់បន្លែហើយដើរយឺតទៅជិតទ្វារគាត់សម្លឹងតាមប្រហោងទ្វារឫស្សីដែលមានទំហំតូចល្មមឲ្យមើលឃើញខាងក្រៅនៅពីមុខផ្ទះគាត់ឃើញស្រមោលមនុស្សម្នាក់ឈរនៅស្ងៀមពន្លឺចង្គៀងបញ្ចេញស្រមោលវែងលើដីមនុស្សនោះស្លៀកសម្លៀកបំពាក់ចាស់ដែលហាក់ដូចជាសម្លៀកបំពាក់បុរាណប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ភ័យខ្លាំងជាងនេះគឺថាមនុស្សនោះគ្មានក្បាលនោះទេនៅកន្លែងខាងលើស្មាគឺទទេហើយនៅខាងក្រោមខ្លួន
គាត់ឃើញក្បាលមួយដែលហាក់ដូចជាកំពុងសម្លឹងមកគាត់ដោយភ្នែកសស្លេកនេះគឺពិតជាខ្មោចហើយបងមុំគិតក្នុងចិត្តដោយថយក្រោយពីទ្វារគាត់បិទចង្គៀងភ្លាមព្រោះខ្លាចថាខ្មោចនោះនឹងឃើញគាត់អង្គុយពួននៅជើងផ្ទះដែលនៅតែកាន់កាំបិតហើយស្ដាប់សំឡេងនៅខាងក្រៅសំឡេងគោះទ្វារបន្តមកម្ដងទៀតទុកប៉ុន្តែបន្ទាប់មកសំឡេងនោះក៏ស្ងាត់ទៅវិញគាត់មិនហ៊ានបែកទ្វារទេគាត់អង្គុយរងចាំរហូតដល់ព្រឹកដោយភ្នែកនៅតែសម្លឹងទៅទ្វារពេលសំឡេងមាន់ចាប់ផ្ដើមលាន់លឺហើយពន្លឺព្រះអាទិត្យចាប់ផ្ដើមចាំងតាមប្រហោងទ្វារគាត់ទើបហ៊ានក្រោកឡើងគាត់បើកទ្វារយឺតហើយសម្លឹងជុំវិញមិនមាននរណាទេមានតែអាប់ស្ដាងនិងសំឡេងទឹកអូរហូរសន្ធឹកឬមួយខ្ញុំសូបិនបងមុំនិយាយតិចប៉ុន្តែចិត្តគាត់នៅតែមិនស្រួលគាត់សម្លឹងទៅដីនៅពីមុខទ្វារប៉ុន្តែមិនឃើញស្នាមជើងឬស្នាមអ្វីសោះថ្ងៃបន្ទាប់បងមុំសម្រេចចិត្តទៅផ្សារក្នុងភូមិដើម្បីទិញអំបិលនិងសាប៊ូគាត់ក៏ចង់សួរអ្នកភូមិអំពីរឿងចម្លែកដែលគាត់ជួបនៅផ្សារគាត់ជួបអ៊ំសុកជាមនុស្សចាស់ម្នាក់ដែលគេស្គាល់ថាចេះនឹងដឹងរឿងច្រើនអំពីតំបន់នេះខ្ញុំចង់សួររឿងមួយបងមុំនិយាយខណៈអង្គុយនៅក្រោមដើមឈើធំមួយជាមួយអ៊ំសុកក្មួយសួរមករឿងណាដែលដឹងនឹងប្រាប់ឯងអ៊ំសុកឆ្លើយដោយមាត់ញញឹមបងមុំចាប់ផ្ដើមរៀបរាប់អំពីអ្នកហែសពគ្មានក្បាលក្មេងៗស្លៀកខោក្រហមនិងសំឡេងគាស់ទ្វារនៅពេលយប់អ៊ំសុកស្ដាប់ដោយស្ងៀមស្ងាត់មុខគាត់ប្រែជាមិនសម្រួលនិងហាក់ខ្លាចក្មួយអើយដីឯងនៅគឺជាដីចង្រៃមែនកាលពីជាង80ឆ្នាំមុនទីនោះជាទីលានប្រយុទ្ធមនុស្សជាច្រើនស្លាប់នៅទីនោះហើយវិញ្ញាណរបស់ពួកគេនៅតែវិលវល់អ្នកខ្លះថាពួកគេស្វែងរកការសងសឹកឬមិនអាចទៅចាប់កំណត់ថ្មីបានអ៊ំសុកនិយាយដោយសំឡេងស្រាលតែខ្ញុំត្រូវធ្វើអីខ្ញុំមិនចំចាក់ចេញពីដីនោះទេបងមុំសួរដោយចិត្តចាប់ផ្ដើមភ័យបើឯងចង់នៅត្រូវធ្វើបុណ្យឲ្យវិញ្ញាណទាំងនោះយកអង្ករទៀននិងផ្កាទៅថ្វាយនៅនៅពេលកណ្ដាលអាធ្រាត្រប៉ុន្តែត្រូវសុំទោសដោយចិត្តស្មោះបើមានដូច្នេះទេពួកគេនឹងមិនទៅណាទេអ៊ំសុកបានប្រាប់វិធីនិងប្រមានបងមុំអរគុណអ៊ំសុកហើយត្រឡប់មកផ្ទះវិញដោយចិត្តមិននឿស្រុកគាត់សម្រេចចិត្តថានឹងសាកល្បងធ្វើតាមការណែនាំនេះប៉ុន្តែមុននឹងធ្វើបុណ្យគាត់ត្រូវតែមើលប្អូនស្រីរបស់គាត់នៅខេត្តបាត់ដំបងសិនដើម្បីគិតពីបរិយាកាសដ៏គួរឲ្យខ្លាចនៅដីរបស់គាត់បងមុំសម្រេចចិត្តថាគាត់ត្រូវការសម្រាប់មើលរយៈប្អូនស្រីរបស់គាត់បានទូរស័ព្ទមកប្រាប់ថានាងចិត្តសម្រាលគូនហើយត្រូវការជំនួយពីគាត់សម្រេចចិត្តទៅជួបនាងនៅខេត្តបាត់ដំបងដោយទុកផ្ទះឲ្យអ៊ំណាំជាអ្នកភូមិដែលគាត់ជឿទុកចិត្តមើលថែអ៊ំណាំសូមជួយមើលផ្ទះខ្ញុំផង 2-3 ថ្ងៃខ្ញុំនឹងទៅជួបប្អូននៅខេត្តបងមុំនិយាយដោយឲ្យអង្គមើលកញ្ចប់តូចជាការដឹងគុណមិនអីទេក្មួយអ៊ំនឹងមើលឲ្យធ្វើដំណើរទៅឲ្យសុខសប្បាយណាអ៊ំណាំឆ្លើយដោយញញឹមដល់កប់ក្តៅបងមុំខ្ចប់សម្លៀកបំពាក់មួយកាបូបតូចយកស្វាយដំណាប់ស្វាយពីចំការរបស់គាត់និងពើមួយតាមខ្លួនដំណើរទៅបាត់ដំបងជាដំណើរដ៏វែងឆ្ងាយតម្រូវឲ្យជិះឡានក្រុងឆ្លងកាត់ផ្លូវដីក្រហមដែលព័ទ្ធជុំវិញដោយវាលស្រែនិងដើមឈើខៀវស្រងាត់ពេលឡានបើកទៅមុខគាត់សម្លឹងទៅខាងក្រៅបឹងអួយចិត្តគាត់នឹកឃើញព្រឹត្តិការណ៍ចម្លែកមនុស្សស្ងៀមស្ងាត់អ្នកហែសពគ្មានក្បាលនិងសម្លេងកកទ្វារគាត់អង្រួនក្បាលព្យាយាមបំភ្លេចដោយគិតថាប្រហែលជាគាត់គិតច្រើននៅបាត់ដំបងគាត់ជួលបន្ទប់តូចមួយនៅជិតផ្ទះប្អូនស្រីហើយចំណាយពេលជួយនាងលាបចំសម្រាប់ទារោគប្អូនស្រីរបស់គាត់ឈ្មោះស្រីនាងសប្បាយចិត្តខ្លាំងណាស់ដែលឃើញគាត់មកបងឥឡូវខ្ញុំចិត្តគ្រប់ខែហើយស្រីនិយាយពេលអង្គុយផឹកតែដៃនាងដាក់លើពោះសុខភាពអូនមិនហើយបងមុំសួរដោយសំឡេងកក់ក្ដៅប៉ុន្តែមានការព្រួយបារម្ភបន្តិចខ្ញុំសុខសប្បាយហើយប៉ុន្តែខ្ញុំត្រូវការបងនៅជិតពេលសម្រាលបងអាចនៅយូរជាងនេះបានទេនាងសុំពិតជាបានណាប្អូនស្រីបងនឹងជួយអូនគាត់សន្យាក្នុងអំឡុងពេលស្នាក់នៅទីនោះបងមុំព្យាយាមមិនគិតពីសំឡេងអ៊ូអរនៃទីក្រុងប៉ុន្តែគាត់មិនអាចបំភ្លេចអារម្មណ៍ថាមានអ្វីមួយកំពុងតែហៅគាត់ត្រឡប់ទៅដីរបស់គាត់វិញយប់មួយគាត់សុបិនឃើញអូក្បែរផ្ទះទឹករបស់វាភ្លូក្រហមនៅក្រៅមេឃគ្មានព្រះច័ន្ទក្នុងសុបិននោះមានសំឡេងខ្សឹបថាត្រឡប់មកវិញមកឯងជាកម្មសិទ្ធិយើងនៅទីនេះគាត់ភ្ញាក់ឡើងបែកញើសសសរៈបេះដូងគាត់ចាប់ផ្ដើមលូតញាប់ខ្ញុំមិនអាចនៅយូរបានទេ
គាត់និយាយតិចៗជាមួយខ្លួនឯងបន្ទាប់ពីអស់រយៈពេលមួយសប្តាហ៍បងមុំត្រឡប់មកដីរបស់គាត់វិញពេលជិតដល់ផ្ទះគាត់សង្កល់ថាខ្យល់ស្ងប់ស្ងាត់ខុសពីធម្មតាអូដែលជាធម្មតាហូរសន្ធឹកស្ងាត់គួរឲ្យខ្លាចគាត់ហៅអំណាំប៉ុន្តែគ្មានឮអ្នកណាឆ្លើយសោះទ្វារផ្ទះនៅតែចាក់សោដូចដែលគាត់បានទុកវាចោលល្ងាចនោះពេលគាត់អង្គុយក្បែរចង្កៀងគាត់ឃើញអ្នកហាយសពមួយជួរទៀតកាត់ពីមុខផ្ទះគាត់មនុស្សទាំងនោះគ្មានក្បាលក៏របស់ពួកគេញ័រតាមចលនាដើរគាត់ក្តាប់កំបិតដកដង្ហើមញ័រទូទ្រឺតមួយសន្ទុះក្រោយមកគាត់ឮសំឡេងសើចរបស់ក្មេងៗពីទីអូគាត់សម្លឹងមើលឃើញក្មេងស្លៀកខោក្រហមទាំងនោះកំពុងលេងទឹកនិងដេញគ្នាឆ្លងកាត់ទឹកប៉ុន្តែពេលគាត់ព្រិចភ្នែកពួកគេបាត់ស្រមោលឈឹងតែជាខ្មៅទៀតដឹងគាត់ខ្សឹបសំឡេងញ័រលីឡំនឹងការតក់ស្លុតយប់បន្ទាត់រឿងរ៉ាវកាន់តែអាក្រក់គាត់ឮសំឡេងជើងរត់នៅខាងក្រៅបន្ទាប់មកមានសំឡេងផ្ទុះខ្លាំងមួយគាត់ចាប់យកពិលហើយឃើញបុរសម្នាក់ដែលមានមុខបែកខ្ទេចខ្ទីផ្លោះចូលមកក្នុងផ្ទះហើយសើចដូចជាមនុស្សឈួតបងមុំស្រែកថាតើឯងជាអ្វីស្រមោលនោះក៏បានបាត់ទៅវិញហើយជំនួសមកវិញនៅការឃើញឪពុករបស់គាត់ដែលបានទទួលមរណភាពជាយូរមកហើយគឺឃើញគាត់កាន់ដំបងឫស្សីសម្លឹងទៅទិសខាងលិចពុកជួយកូនផងបងមុំស្រែកប៉ុន្តែរូបភាពនោះក៏រលាយបាត់ដោយអស់សង្ឃឹមក្នុងការស្វែងរកចម្លើយបងមុំទៅជួបអ៊ុំមីជាគ្រូព្យាបាលម្នាក់ដែលគេស្គាល់ថាមានទំនាក់ទំនងជាមួយវិញ្ញាណនិងចេះមើលខាងមនុស្សផ្សេងៗនៅក្នុងខ្ទមតុយរបស់នាងដែលព័ទ្ធជុំវិញដោយផ្សែងអាប់និងព្រៃគាត់បានរៀបរាប់អ្វីៗទាំងអស់ដែលបានកើតឡើងចំពោះគាត់ទៅអ៊ុំមីដីខ្ញុំមានខ្មោចគ្មានក្បាលក្មេងៗចម្លែកសំឡេងនៅពេលយប់ខ្ញុំទ្រាំលេងបានហើយអ៊ុំមីបិទភ្នែកសូត្រធម៌ដោយសំឡេងខ្សឹបបន្ទាប់ពីស្ងៀមយូរមួយសន្ទុះកាត់បាននិយាយថាក្មួយដីរបស់ឯងជាដីចង្រៃកាលពីយូរមកហើយទីនោះជាទីប្រយុទ្ធគ្នាមនុស្សជាច្រើនស្លាប់វិញ្ញាណរបស់ពួកគេនៅមិនសុខពួកគេនៅស្វែងរកសន្តិភាពឬការសងសឹកឯងត្រូវធ្វើបុណ្យឲ្យពួកគេបុណ្យបែបណាបងមុំស៊ូសំឡេងគាត់តឹងលីឡំជាមួយនឹងសេចក្តីព្រួយរៀបចំអង្ករទៀននិងផ្កាដាក់នៅក្បែរអូនៅកណ្ដាលអាត្រៀតហើយឈ្មោះពួកគេបើឯងដឹងឬគ្រាន់តែសំទោសប៉ុន្តែត្រូវស្មោះត្រង់ឲ្យធ្វើចេញពីចិត្តបើមិនដូច្នេះទេពួកគេនឹងមិនចាក់ចេញទេយប់នោះបងមុំធ្វើតាមការណែនាំរបស់អ៊ុំមាសក្រោមពន្លឺព្រះច័ន្ទគាត់ដាក់ថាសប៊ុននៅក្បែរអូដៃញ័រដោយភ័យខ្លាចវិញ្ញាណដែលនៅដីនេះគាត់និយាយសំឡេងរឹងមាំទូបីចិត្តភ័យក៏ដោយខ្ញុំមិនមានចេតនាអាក្រក់ទេសូមទៅកាន់សុខតិភពឬទៅចាប់ជាតិទៅកុំនៅទីនេះទៀតអីភ្លាមនោះខ្យល់ប្រាយជីបកខ្លាំងនិងទឹកអូញ័រខុសធម្មតាគាត់ឮសំឡេងខ្សឹបកិនភ្លុននិងសោកសៅបន្ទាប់មកមានសំឡេងស្រែកគួរឲ្យខ្លាចគាត់រត់ត្រឡប់ទៅផ្ទះចាក់សោទ្វារហើយចំណាយពេលទាំងជប់អុជទៀននិងប៊ុនស្រន់សុំទេវតាជួយនៅជិតភ្នំអណ្បែតជាកន្លែងដែលមានសម្រស់គួរឲ្យខ្លាចដីក្រហមល្អិតល្មួតទុននៅក្រោមជើងភ្លឺចែងចាំងនៅក្រោមពន្លឺព្រះអាទិត្យដូចជាមានជីវិតស្រទាប់ដីខាងលើប្រហែល20សង់ទីម៉ែត្រជម្រៅមានជីជាតិសម្បូរបែបធ្វើឲ្យដំណាំដុះបានល្អស្រទាប់ក្រោមជម្រៅ20ទៅ50សង់ទីម៉ែត្រមានពណ៌ក្រហមចាស់ជាងដែលហាក់ដូចជាលាក់ទុកនៅក្នុងចិត្តនិងអតីតកាលដ៏ចម្លែកអូទឹកតូចមួយហូរកាត់ចំកណ្ដាលដីធ្វើឲ្យដីសើមជានិច្ចនិងផ្ដល់ជីជាតិដល់ដំណាំលះហុងបឺនិងស្រូវអង្ករនៅជិតអូដើមឈើតូចៗដុះរីប៉ាយឬរបស់វាប្រទាក់ក្រឡាគ្នាចូលទៅក្នុងដីស្មៅខ្ពស់លីឡំជាមួយផ្កាក្រហមតូចៗដែលបាក់ស្លឹកនៅពេលព្រឹកនិងបិទវិញនៅពេលល្ងាចបង្កើតបរិយាកាសដ៏ស្រស់ស្អាតពេលព្រឹកអបស្តាងចុងពីភ្នំអណ្ដែតដែលឈរខ្ពស់នៅជិតខាងធ្វើឲ្យខ្យល់ត្រជាក់និងមានក្លិនស្រស់នៃស្មៅលឹងដីល្ងាចវិញអាកាសធាតុស្ងប់ស្ងាត់បែកខ្ញែកដោយសំឡេងចង្រិតសត្វកុកនិងជួនកាលសំឡេងតាអកដែលហាក់ដូចជាច្រៀងបំពេអារម្មណ៍ផ្កាក្រហមតូចៗទាំងនោះដែលដុះរាយនៅជិតអូហាក់ដូចជាមានជីវិតពេលពន្លឺព្រះអាទិត្យប៉ះលើស្លឹកផ្កាពួកវាភ្លឺចាញ់ចាំងដូចជាភ្នែកតូចៗដែលសម្លឹងមកអ្នកណាដែលបានដើរកាត់អ្នកស្រុកខ្លះថាផ្កាទាំងនេះ
ជាសញ្ញានៃវិញ្ញាណដែលលាក់ខ្លួននៅក្នុងដីផ្កាទាំងនេះមិនមែនជាផ្កាធម្មតាទេពួកវាជាភ្នែកនៃអ្នកស្លាប់អ៊ំសុកធ្លាប់ប្រមានបងមុំប៉ុន្តែគាត់តែងសាយនឹងនិយាយថាអ៊ំផ្កាគឺជាផ្កាខ្ញុំមិនជឿរឿងបែបនេះទេទោះបីជាគាត់មិនជឿក៏ដោយបរិយាកាសនៃដីនេះហាក់ដូចជាមានអ្វីមួយលាក់កំបាំងពេលខ្យល់បក់ឆ្លងកាត់ស្មៅវាបង្កើតសំឡេងខ្សឹបដែលអ្នកខ្លះថាជាសំឡេងនៃវិញ្ញាណអ្នកស្រុកប្រមានថាដីនេះជាដីចង្រៃព្រោះមានរឿងអាចកំបាំងច្រើននៅទីនេះក្មួយកុំនៅតាមដងព្រៃព្រោះអាចមានអ្នកមានចិត្តអាក្រក់ឬសត្វព្រៃយាយីអ្នកស្រុកធ្លាប់ប្រាប់បងមុំប៉ុន្តែគាត់តបថាអ៊ំខ្ញុំមិនខ្លាចទេខ្ញុំគ្រាន់តែចង់រស់នៅជិតបែបធម្មជាតិបន្ទាប់ពីការថ្វាយបុណ្យបងមុំសម្គាល់ថាព្រឹត្តិការណ៍ចម្លែកហាក់ដូចជាស្ងប់ស្ងាត់បន្តិចម្ដងសំឡេងគោះទ្វារមិនឮទៀតទេហើយអ្នកហែសពគ្មានក្បាលក៏មិនបង្ហាញខ្លួនប៉ុន្តែចិត្តគាត់នៅតែមានសេចក្តីភ័យខ្លាចគាត់ចាប់ផ្ដើមគិតអំពីជីវិតរបស់គាត់នៅទីនេះគាត់ស្រឡាញ់ភាពស្ងប់ស្ងាត់និងសេរីភាពនៃដីនេះប៉ុន្តែរឿងរ៉ាវអាចកំបាំងទាំងនេះធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់មិនអាចរស់នៅទីនេះបន្តទៀតទេថ្ងៃមួយគាត់អង្គុយនៅក្បែរអូសម្លឹងទៅទឹកដែលហូរយឺតគាត់នឹកឃើញឪពុករបស់គាត់ដែលធ្លាប់ប្រាប់គាត់ថាកូនអើយបើឯងរស់នៅជាមួយភាពក្លាហានគ្មានអ្វីអាចធ្វើឲ្យឯងភ័យខ្លាចបានទេប៉ុន្តែពេលនេះបងមុំមានអារម្មណ៍ថាភាពក្លាហានរបស់គាត់កំពុងរលត់គាត់សម្រេចចិត្តជួបអ្នកភូមិម្នាក់ទៀតគឺលោកតាសុភីដែលជាអ្នកបួមនៅវត្តក្បែរភូមិលោកតាសុភីស្ដាប់រឿងរបស់បងមុំហើយនិយាយថាក្មួយដីនេះមានប្រវត្តិសាស្ត្រដ៏ឈឺចាប់វិញ្ញាណទាំងនេះមិនមែនចង់ធ្វើបាបឯងទេប៉ុន្តែពួកគេចង់ឲ្យឯងចងចាំបើឯងនៅទីនេះឯងត្រូវរស់នៅជាមួយពួកគេដោយគោរពនិងសន្តិភាពលោកតាសុភីឆយទីបន្ពត់បងមុំសម្រេចចិត្តថាគាត់មិនអាចបន្តរស់នៅលើដីចង្រៃនេះបានទៀតទេគាត់ផ្ដល់ដីនេះឲ្យប្អូនរបស់គាត់ប៉ុន្តែពួកគេបដិសេធដោយភ័យខ្លាចនឹងកេរ្តិ៍ឈ្មោះរបស់វាបងខ្ញុំមិនយកដីចង្រៃនោះទេស្រីប្អូនស្រីរបស់គាត់និយាយដោយក្រវីក្បាលខ្ញុំឮរឿងញ៉ាហែសពនឹងខ្មោយព្រាយខ្ញុំមិនហ៊ានទៅនៅទីនោះទេបងមុំយល់ពីការភ័យខ្លាចរបស់ប្អូនគាត់សម្រេចចិត្តផ្លាស់ទៅបាត់ដំបងជាអចិន្ត្រៃយ៍ដោយជួលដីរបស់គាត់ឲ្យកសិករម្នាក់ដែលហ៊ានឈ្មោះអ៊ំធុងជាមនុស្សដែលមិនជឿរឿងខ្មោចហើយនិយាយថាក្មួយមុំដីល្អបែបនេះអ៊ំនឹងធ្វើចំការឲ្យបានរីករាយកុំបារម្ភបងមុំផ្លាស់ទៅរស់នៅជិតប្អូនស្រីរបស់គាត់ជួយមើលថែក្មួយទើបកើតនិងបង្កើតជីវិតថ្មីគាត់ជួលបន្ទប់តូចមួយនៅក្រុងបាត់ដំបងហើយធ្វើការជាអ្នកដាំបន្លែលក់នៅផ្សារជីវិតនៅទីក្រុងមានភាពអ៊ូអរប៉ុន្តែគាត់មានអារម្មណ៍ថាគាត់បានរកឃើញសន្តិភាពទោះជាយ៉ាងណាគាត់មិនដែលភ្លេចដីចង្រៃនោះទេពេលខ្លះពេលគាត់អង្គុយសម្លឹងទៅមេឃពេលល្ងាចគាត់នឹកឃើញអូដែលហូរសន្ធឹកស្មៅវែងនិងផ្កាក្រហមតូចគាត់នឹកឃើញសំឡេងខ្សឹបនិងស្រមោលគ្មានក្បាលប្រហែលជាលោកតាសុភីនិយាយត្រូវដីនោះជាផ្នែកនៃជីវិតខ្ញុំគាត់គិតក្នុងចិត្តជាច្រើនឆ្នាំក្រោយមកបងមុំចែករំលែករឿងរបស់គាត់ជាមួយមិត្តភ័ក្តិនិងអ្នកស្រុកនៅបាត់ដំបងគាត់អង្គុយនៅក្រដាមឈើធំមួយនៅផ្សារកាន់កៅទឹកស្លឹកគ្រៃហើយរៀបរាប់អំពីជីវិតរបស់គាត់នៅជើងភ្នំបណ្ដែតអ្នកស្ដាប់ខ្លះញញឹមគិតថាវាជារឿងបណ្ឌិតប៉ុន្តែអ្នកខ្លះសម្លឹងមកគាត់ដោយភ្នែកភ័យខ្លាចអរគុណបងប្អូនទាំងអស់គ្នាដែលស្ដាប់រឿងខ្ញុំគាត់និយាយដោយសំឡេងនឹងណប៉ុន្តែផ្ទុកទៅដោយការចងចាំសូមឲ្យបងប្អូនទាំងអស់មានសំណាងល្អសុខភាពល្អនិងសម្រេចជោគជ័យក្នុងជីវិតហើយបើបងប្អូនធ្លាប់ទៅជើងភ្នំបណ្ដែតសូមប្រយ័ត្នផ្កាក្រហមតូចនិងសំឡេងខ្សឹបនៅពេលយប់គាត់សើចតិចប៉ុន្តែនៅក្នុងភ្នែករបស់គាត់មានសេចក្តីនឹកនានិងការគោរពចំពោះដីដែលធ្លាប់ជាផ្ទះរបស់គាត់នៅពេលនេះរឿងរបស់យើងគឺចប់តែត្រឹមនឹងហើយសូមអរគុណបងប្អូនប្រិយមិត្តដែលបានស្ដាប់កំសាន្តតាំងពីដើមដល់ចប់ហើយសូមបងប្អូននិងប្រិយមិត្តជួយចុច Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតនៅពេលនេះ Admin សូមអរគុណនិងសូមជម្រាបលាបាយបាយ